មុននេះបងប្រុសកង់3ម្នាក់គាត់បានទូរស័ព្ទមកខ្ញុំថាមានលោកតាម្នាក់ដែលគាត់បានមកពីខេត្តហើយបានដើររកក្រុមគ្រួសារក៏ដូចជាកូននៅភ្នំពេញហ្នឹងរយៈពេល1ខែហើយនៅតែរកមិនឃើញឥឡូវនេះគាត់អស់លទ្ធភាពឲ្យដោយគ្មានលុយនៅជាប់ខ្លួនទៀតទេលោកតាមានឈ្មោះអីដែរលោកតាធីសលួតឆ្នាំហ្នឹងបញ្ជនប៉ុន្មានដែរលោកតា63លោកតាមកពីខេត្តណាដែរលោកតាខេត្តសៀមរាបលោកតាលោកតាមកភ្នំពេញនេះមករកអ្នកណាដែរលោកតារកបងកើតរកបងបកើតនៅភ្នំពេញហ្នឹងដើររកប្រហែលថ្ងៃប្រហែលខែហើយលោកតាខែជាងរក1ខែជាងហើយនៅតែរកមិនឃើញទេបាទលោកតាដឹងថាភ្នំពេញធំប៉ុណ្ណាទេបានមករកបងប្អូនដោយអត់មានស្គាល់កន្លែងស្គាល់អីចឹងលោកតាដឹងថាគាត់រស់នៅណាអីនៅណាទេនៅមុខពលានបាទចុះមិនបានទៅរកគាត់អត់ឃើញលោកតាផ្លូវច្រករកឃើញលោកតាវិញលែងស្គាល់បាទលោកតាមានអីនិយាយទៅកាន់បងប្អូនរបស់លោកតាទេសូមឲ្យបងបានអ្នកកសែតផ្សព្វផ្សាយឃើញខ្ញុំតាមទូរស័ព្ទមកយកខ្ញុំផងខ្ញុំនៅវត្តទឹកថ្លាឃើញគាត់នៅម្ដុំទឹកថ្លាបងគេអាណិតគេបុកឃើញខ្ញុំហ្នឹងឲ្យដឹកគាត់មកហ្នឹងខ្ញុំថាអីទេគេឲ្យលុយថាអីទុកលុយគាត់ទៅខ្ញុំអត់យកទេបាទតតែមកបងអញ្ចឹងជួយផ្សាយឲ្យបងប្អូនគាត់អញ្ចឹងណាព្រោះតាំងឪពុកទៅឪពុកយើងឃើញគាត់អាណិតទេបងអត់បាទគាត់ថាមកវិសៀមហៀបឲ្យបងប្អូនអត់ឃើញបាទដល់ខ្ញុំសួរថាបងមានលេខទូរស័ព្ទអត់គាត់ថាអ៊ំគាត់លេខបងដឹងថាមាត់ច្រកអត់ឃើញភ្លេចមាត់ច្រកយូរហើយវាអញ្ចឹងជូនគាត់មកนั่งមកទៅចឹងបងមានអីអំពាវនាវទៅកាន់បងស្រីរបស់គាត់ឯដើម្បីមកទទួលយកគាត់វិញទេបាទចង់មកគាត់មកនៅវត្តទឹកថ្លាព្រោះគាត់តែមែននៅហ្នឹងបាទអរគុណច្រើនណាបងណាសម្រាប់ការធ្វើបុណ្យធ្វើកុសលណាបងណាចឹងបងជួយជូនគាត់ទៅសម្រាប់នៅក្នុងវត្តទឹកថ្លាដល់ទីតាំងផងណាបងណាបាទអរគុណច្រើនបាទបងបាទអរគុណច្រើនមកឲ្យប្រទេសឃើញលោកតាលោកយាយណាដែលគាត់វែងផ្លូវឯងដឹកមកហ្នឹងមកណាបងណាខ្ញុំជួយផ្សាយឲ្យបងដើម្បីរកសាច់ញាតិឲ្យបងប្អូនឃើញហើយបាទទីតាំងរបស់ខ្ញុំមិនមែនជាទីតាំងដែលអត់ប្រយោជន៍ដូចគេនិយាយទេបាទលោកតាឥឡូវនេះគឺយើងបានធ្វើការផ្សព្វផ្សាយហើយយើងបានផ្សាយច្រើនណាបាទមិនថាលោកយាយលោកតាទេដែលគាត់វែងសាច់ញាតិហ្នឹងគឺយើងបានជួយផ្សាយរកឃើញសាច់ញាតិក៏ដូចជារកឃើញកូនឃើញប្រពន្ធអីហ្នឹងបានច្រើនណាបាទសូមលំអរកាយគោរពនិងជម្រាបសួរប្រិមិត្តដែលនិយមតាមដាននិងទស្សនាមុននេះបងប្រុសកង់3ម្នាក់គាត់បានទូរស័ព្ទមកខ្ញុំថាមានលោកតាម្នាក់ដែលគាត់បានមកពីខេត្តហើយបានដើររកក្រុមគ្រួសារក៏ដូចជាកូននៅភ្នំពេញហ្នឹងរយៈពេល1ខែហើយនៅតែរកមិនឃើញឥឡូវនេះគាត់អស់លទ្ធភាពឲ្យដោយគ្មានលុយនៅជាប់ខ្លួនទៀតទេឥឡូវនេះលោកតាគាត់ក៏សុំឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយក្រែងកូនក៏ដូចជាក្រុមគ្រួសាររបស់គាត់បានឃើញគាត់មេត្តាមកទទួលយកគាត់ផងមកលោកតាអញ្ជើញឡើងមកលើមកលោកតាមានឈ្មោះអីដែរលោកតាធីសលួតឆ្នាំហ្នឹងបញ្ជនប៉ុន្មានដែរលោកតា63លោកតាមកពីខេត្តណាដែរលោកតាខេត្តសៀមរាបលោកតាលោកតាមកភ្នំពេញនេះមករកអ្នកណាដែរលោកតារកបងកើតរកបងបកើតនៅភ្នំពេញហ្នឹងដើររកប្រហែលថ្ងៃប្រហែលខែហើយលោកតាខែជាងរក1ខែជាងហើយនៅតែរកមិនឃើញទេបាទលោកតាដឹងថាភ្នំពេញធំប៉ុណ្ណាទេបានមករកបងប្អូនដោយអត់មានស្គាល់កន្លែងស្គាល់អីចឹងលោកតាដឹងថាគាត់រស់នៅណាអីនៅណាទេនៅមុខពលានបាទចុះមិនបានទៅរកគាត់អត់ឃើញលោកតាផ្លូវច្រករកឃើញលោកតាវែងលែងស្គាល់បាទលោកតាមានអីនិយាយទៅកាន់បងប្អូនរបស់លោកតាទេសូមឲ្យបងបានអ្នកកសែតផ្សព្វផ្សាយឃើញខ្ញុំតាមទូរស័ព្ទមកយកខ្ញុំផងខ្ញុំនៅវត្តទឹកថ្លាអូអញ្ចឹងលោកតារាល់ថ្ងៃហ្នឹងសម្រាប់នៅវត្តទឹកថ្លាបាទមកដើររកបងនៅភ្នំពេញហ្នឹងចាយលុយអស់ហើយនៅក្នុងខ្លួនឥឡូវហ្នឹងអត់មានលុយទេគេឲ្យម្នាក់1400-500យ៉ាងដែរអូអញ្ចឹងឥឡូវហ្នឹងមកគ្រាន់តែចង់រកបងឯងលោកតាណាបាទអញ្ចឹងលោកតាបានបាយទឹកអីហូបហើយទៅនៅលោកតាស្មានទេហូបហើយហូបហើយណាលោកតាណាបាទអញ្ចឹងឥឡូវហ្នឹងគ្រាន់តែចង់ឲ្យបងមកយកលោកតាដើម្បីទៅនៅជាមួយវិញទេបាទអូមានកូនមានប្រពន្ធទេលោកតាមានកូន2ចុះចេញមកហ្នឹងកូនប្រពន្ធដឹងទេដឹងចុះដឹងថាលោកតាមកហ្នឹងរស័តអណ្ដែតដូចចកឯងលោកតាបាទឥឡូវហ្នឹងនៅក្នុងខ្លួនអត់មានមកកាក់ម៉ាសេនហ្មងអត់ហ្មងបាទអញ្ចឹងលោកតាមានអីនិយាយទៅកាន់បងប្រុសតាមរយៈព័ត៌មានឲ្យខ្ញុំផ្សាយនេះលោកតាខ្ញុំនិយាយឲ្យក្បោះក្បាយបន្តិចមើលបងប្រុសឈ្មោះអីលោកតាហៅគាត់មើលបងស្រីឈ្មោះទូចនៅមុខពលានបាទអញ្ចឹងគាត់ចង់ជួបជុំបងប្អូនវិញទេលោកតាណាបាទអរគុណច្រើនឥឡូវសួរបងកង់3បន្តិចដែលដឹកគាត់មកបងកង់3ចូលមកគៀកតិចមកបងបាទចូលធ្វើប៉ុនហ្នឹងមកធ្វើប៉ុនឲ្យអស់មកបងកង់3បងអាចជំរាបបន្តិចបានទេបងឃើញប្រទេសឃើញគាត់នៅណាដែរបងកង់3ឃើញគាត់នៅម្ដុំទឹកថ្លាបងគេអាណិតគេបុកឃើញខ្ញុំហ្នឹងឲ្យដឹកគាត់មកហ្នឹងព្រោះខ្ញុំថាអីទេគេឲ្យលុយថាអីទុកលុយគាត់ទៅខ្ញុំអត់យកទេបាទតតែមកបងអញ្ចឹងជួយផ្សាយឲ្យបងប្អូនគាត់អញ្ចឹងណាព្រោះតាំងឪពុកទៅឪពុកយើងឃើញគាត់អាណិតទេបងអត់
គាត់ថាមកវិសៀមហៀបហៅបងប្អូនអត់ឃើញ អត់ឃើញ បាទដល់ខ្ញុំសួរថាបងមានលេខទូរស័ព្ទអត់គាត់ថាអ៊ំគាត់លេខបងដឹងថាអមាត់ច្រកអត់ឃើញភ្លេចមាត់ច្រកយូរហើយវាអញ្ចឹងជូនគាត់មកนั่งមកទៅ ចឹងបងមានអីអំពាវនាវទៅកាន់បងស្រីរបស់គាត់ឯដើម្បីមកទទួលយកគាត់វិញហ៎ បាទចង់មកគាត់មកនៅវត្តតាក្លាបគាត់មិនមែននៅហ្នឹង បាទចឹងបងឥឡូវនេះដឹកគាត់ត្រឡប់ទៅវិញណាបងណាដើម្បីគាត់ទៅសម្រាកហ្នឹងណាបងណា បាទដឹកគាត់ទៅវិញបង បាទបងបាទអរគុណច្រើនណាបងណាសម្រាប់ធ្វើបុណ្យធ្វើកុសលមួយនេះណាបងណា បាទអរគុណច្រើន បាទឥឡូវប្រិមិត្តបានឃើញហើយបងប្រុសកង់3ដែលគាត់ជាអ្នកដឹកលោកតាមកទីតាំងកោស្ពានជ្រោយចបានេះដើម្បីខ្ញុំធ្វើការជួយផ្សព្វផ្សាយដើម្បីស្វែងរកនៅបងស្រីរបស់លោកតាដែលលោកតាគាត់ដើររមួយខែដាច់បាយដាច់ទឹកដើររបងស្រីបាទឥឡូវនេះរមិនទាន់ឃើញទេឥឡូវនេះបងកង់3គាត់ក៏ដាច់ចិត្តដឹកមកគល់ស្ពានជ្រោយចបាហ្នឹងដើម្បីខ្ញុំធ្វើការជួយផ្សព្វផ្សាយក្រែងបងស្រីរបស់គាត់បានឃើញតាមរយៈព័ត៌មានដែលខ្ញុំផ្សាយគឺមេត្តាជួយទៅទទួលយកលោកតាវិញផងនៅវត្តទឹកថ្លាបាទប្រិមិត្តឥឡូវនេះយើងមានតែជូនលោកតាដើម្បីទៅសម្រាកនៅវត្តទឹកថ្លាវិញព្រោះនៅទីតាំងគល់ស្ពានជ្រោយចបានេះអត់មានកន្លែងសម្រាកទេចុះលោកតាអញ្ជើញណាលោកតាណាអញ្ជើញទៅសម្រាកវិញបាទចៅផ្សាយឲ្យហើយបាទប្រហែលជាបងស្រីលោកតាគាត់បានឃើញគាត់នឹងទៅទទួលយកលោកតាណាលោកតាណានៅវត្តទឹកថ្លាហ្នឹងអញ្ចឹងលោកតាសម្រាកឲ្យស្រួលបាទនៅក្នុងរាត្រីនេះស្អែកឡើងបងស្រីទៅយកណាលោកតាណាបាទអរគុណច្រើនណាបងណាសម្រាប់ការធ្វើបុណ្យធ្វើកុសលណាបងណាអញ្ចឹងបងជួយជូនគាត់ទៅសម្រាកនៅក្នុងវត្តទឹកថ្លាដល់ទីតាំងផងណាបងណា បាទអរគុណច្រើន បាទបងបាទអរគុណច្រើនបងឲ្យប្រទេសឃើញលោកតាលោកយាយណាដែលគាត់វែងផ្លូវឲ្យដឹកមកហ្នឹងមកណាបងណាខ្ញុំជួយផ្សាយឲ្យបងដើម្បីរកសាច់ញាតិឲ្យបងប្អូនឃើញហើយបាទទីតាំងរបស់ខ្ញុំមិនមែនជាទីតាំងដែលអត់ប្រយោជន៍ដូចគេនិយាយទេបាទលោកតាឥឡូវនេះគឺយើងបានធ្វើការផ្សព្វផ្សាយហើយយើងបានផ្សាយច្រើនណាបាទមិនថាលោកយាយលោកតាទេដែលគាត់វែងសាច់ញាតិហ្នឹងគឺយើងបានជួយផ្សាយរកឃើញសាច់ញាតិក៏ដូចជារកឃើញកូនឃើញប្រពន្ធអីហ្នឹងបានច្រើនណាលោកយាយមានអីដែរលោកយាយអញ្ជើញមក មកពីថ្ងៃ30អត់ជួប បាទមកមានអីដែរលោកយាយ ខ្ញុំមកនឹងចែចៅខ្ញុំនឹងវាយក បាទឥឡូវចៅបិទបញ្ចប់វគ្គនេះមួយសិនអរគុណបងប្អូនឥឡូវយើងតិចទៀតយើងមកជួបលោកយាយមួយទៀតដែលមានអាចៅមកកោះបន្ទប់មិនឲ្យយកគ្រឿងអលង្ការគាត់អស់ហើយបាទអរគុណបងប្អូនសម្រាប់ការទស្សនាមានចំណុចណាខុសឆ្គងបងប្អូនមេត្តាខន្តីអភ័យទោសបងប្អូនឃើញហើយស្ពានជ្រោយចបាយើងប្រឹងប្រែងធ្វើបុណ្យណាដើម្បីជួយដល់បងប្អូនជាពលរដ្ឋដែលគាត់កំពុងតែរងនៅភាពអយុត្តិធម៌ក៏ដូចជាបាត់សាច់ញាតិបាត់ប្រពន្ធបាត់កូនបាត់ម្ដាយបាត់ឪពុកអីហ្នឹងអរគុណ ថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20,000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែ ជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1,000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាលក់លៀងឃ្លាំងពីសុនស៊ីម៉េកូបញ្ចុះតម្លៃរហូតដល់ 50% រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារិមពីក្រុមហ៊ុនសុនស៊ីម៉េកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ភ្លាមអនុវត្តចាប់ពីថ្ងៃទី1ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ 2025 នេះតែប៉ុណ្ណោះរੂរឡើងកុំឲ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឲ្យសោះ